Hello តាចាស់ហើយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តនៅមេរៀនភាសាចិនរបស់យើងទៀតនៅថ្ងៃនេះផងដែរ admin មានជាពាក្យមួយចំនួនដែលតាក់ទងទៅនឹងក្រសួងស្ថាប័នឬក៏អង្គភាពមួយចំនួនរបស់រដ្ឋចង់យកមកចែករំលែកដល់បងប្អូនទាំងអស់គ្នានៅក្នុងការរៀនភាសាចិនតើដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាពាក្យទី1គឺយើងអានថាគួខូគួខូគឺមានន័យថារដ្ឋាភិបាលជាតិគួខូរដ្ឋាភិបាលជាតិពាក្យទី2ជៀនយីជៀនយីជៀនយីគឺពន្ធនាគារពាក្យទី3យើងអានថាហៃគួនហៃគួនហៃគួនគឺពន្ធគយពាក្យទី4ស៊ុយអ៊ូស៊ុយអ៊ូស៊ុយអ៊ូគឺពន្ធដារពាក្យទី5សិនជីសិនជីគឺសវនកម្មពាក្យទី6ខ្វៃជីខ្វៃជីខ្វៃជីគឺគណនេយ្យពាក្យទី7គឺយើងអានថាជៀនគួនជីជៀនគួនជីគឺនិយត្តករពាក្យទី8ខ្វៃជីយូសិនជីជៀនគួនជីខ្វៃជីយូសិនជីជៀនគួនជីអញ្ចឹងខ្វៃជីគឺយើងដឹងហើយថាគណនេយ្យសិនជីគឺសវនកម្មជៀនគួនជីគឺនិយត្តករអញ្ចឹងពាក្យទាំងអស់នឹងបូកចូលគ្នាខ្វៃជីយូសិនជីជៀនគួនជីគឺមានន័យថានិយត្តករគណនេយ្យនិងសវនកម្មពាក្យទី9គឺយើងអានថាចុងជីចុងជីគឺមានន័យថាអគ្គនាយកដ្ឋានពាក្យទី10គឺស៊ុយអ៊ូចុងជីស៊ុយអ៊ូចុងជីស៊ុយអ៊ូចុងជីគឺអគ្គនាយកដ្ឋានពន្ធដារស៊ុយអ៊ូគឺពន្ធដារចុងជីនាយកដ្ឋានអញ្ចឹងស៊ុយអ៊ូចុងជីគឺនាយកដ្ឋានពន្ធដារចូលទៅពាក្យទី11ជាបន្តពាក្យទី11គឺយើងអានថាប៉ោសៀនប៉ោសៀនគឺធានារ៉ាប់រងប៉ោសៀនធានារ៉ាប់រងពាក្យទី12យើងអានថាចិនผู้จ่าย保险监管局ចិនผู้จ่าย保险监管局ចិនผู้จ่ายគឺប្រទេសកម្ពុជា保险ធានារ៉ាប់រងហើយ监管局គឺនិយត្តករអញ្ចឹងចិនผู้จ่าย保险监管局គឺមានន័យថានិយត្តករធានារ៉ាប់រងកម្ពុជាចិនผู้จ่าย保险监管局ពាក្យទី13គឺយើងអានថាចិនผู้จ่าย海关中局ចិនผู้จ่าย海关中局ចិនผู้จ่ายគឺប្រទេសកម្ពុជាhải quanគឺគយឬក៏ពន្ធគយចុងជីគឺអគ្គនាយកដ្ឋានចិនผู้จ่าย海关中局គឺមានន័យថាអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាគយនិងរដ្ឋកោគឺhải quanតោះជាបន្តទៀតគឺយើងមានពាក្យថាជៀនយូចុងជីជៀនយូចុងជីគឺអគ្គនាយកដ្ឋានពន្ធនាគារជៀនយូគឺពន្ធនាគារជៀនយូចុងជីគឺមានន័យថាអគ្គនាយកដ្ឋានពន្ធនាគារពាក្យទី15គឺយើងអានថាយូមីនគឺជនអន្តោប្រវេសន៍ពាក្យទី16យូមីនចុងជីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពាក្យទី17ចុងហ្វូគឺរដ្ឋាភិបាលពាក្យទី18ចុងហ្វូជីកូគឺសំដៅដល់អង្គភាពរដ្ឋឬក៏អង្គភាពរដ្ឋាភិបាលពាក្យទី19គឺយើងអានថាវ៉ាងកោចុងហ្វូអញ្ចឹងពាក្យទី17ហើយនិងពាក្យទី19គឺមានភាពស្តៀងគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាំចុងហ្វូគឺយើងបកប្រែថារដ្ឋាភិបាលដល់ទៅពេលវ៉ាងកោចុងហ្វូគឺរាជរដ្ឋាភិបាលបើសិនជាមានពាក្យថាវ៉ាងកោចុងហ្វូគឺសំដៅដល់រាជរដ្ឋាភិបាលបើសិនជាចុងហ្វូទៅទេគឺរដ្ឋាភិបាលអញ្ចឹងពាក្យទី19គឺយើងអានថាវ៉ាងកោចុងហ្វូគឺរាជរដ្ឋាភិបាលតជាបន្តយើងចូលទៅកាន់ពាក្យទី20ពាក្យទី20គឺយើងអានថាណៃចុងពូគឺក្រសួងមហាផ្ទៃណៃចុងពូពាក្យទី30យើងអានថា
教育青年和体育部教育青年和体育部教育青年和体育部教育គឺការអប់រំ青年យុវជន体育គឺកីឡាទាំងអស់នឹងបូកចូលគ្នា教育青年和体育部ក្រសួងអប់រំយុវជននិងកីឡាពាក្យទី31យើងអានថា经济和财政部经济和财政部经济和财政部ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយើងមានពាក្យទី32经济គឺសេដ្ឋកិច្ចហើយពាក្យទី33គឺ财政គឺហិរញ្ញវត្ថុហើយពាក្យចុងក្រោយគឺ公共工程和运输部公共工程和运输部ក្រសួងសាធារណការនិងដឹកជញ្ជូនពូគឺក្រសួងជងជុយអគ្គនាយកដ្ឋានស៊ឺនាយកដ្ឋានហើយជុយការិយាល័យអង្គភាពជំនាញឬក៏អាជ្ញាធរតោះសរុបមេរៀនមកនៅក្នុងថ្ងៃនេះគឺពាក្យដែលយើងបានរៀនគឺមានចំនួន34ពាក្យឥឡូវនេះយើងទៅអានពាក្យនឹងឡើងវិញទាំងអស់គ្នាគួខូគឺរដ្ឋាភិបាលជាតិ2监狱ពន្ធនាគារពាក្យទី3hải quanពន្ធគយពាក្យទី4ស៊ុយអ៊ូគឺពន្ធដារពាក្យទី5គឺសិនជីគឺសវនកម្មខ្វៃជីគណនេយ្យពាក្យទី7监管局នាយត្តករពាក្យទី8会计与审计监管局នាយត្តករគណនេយ្យនិងសវនកម្មពាក្យទី9ចុងជុយអគ្គនាយកដ្ឋានពាក្យទី10ស៊ុយអ៊ូចុងជុយអគ្គនាយកដ្ឋានពន្ធដារពាក្យទី11ប៉ោសែនធានារ៉ាប់រងពាក្យទី12ចានភូចាយប៉ោសែនចានគួនជុយនាយត្តករធានារ៉ាប់រងកម្ពុជាពាក្យទី13គឺចានភូចាយហើយគួនចុងជុយអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាពាក្យទី14ចានយូចុងជុយអគ្គនាយកដ្ឋានពន្ធនាគារពាក្យទី15យូមីនជនអន្តោប្រវេសន៍ពាក្យទី16យូមីនចុងជុយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពាក្យទី17ចង់ហ្វូរដ្ឋាភិបាលចង់ហ្វូជីកូអង្គភាពរដ្ឋពាក្យទី19វ៉ាងกัวចង់ហ្វូរាជរដ្ឋាភិបាលពាក្យទី20នៃចង់ពូក្រសួងមហាផ្ទៃពាក្យទី30教育青年和体育部ក្រសួងអប់រំយុវជននិងកីឡាពាក្យទី31经济和财政部ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក្យទី32经济សេដ្ឋកិច្ច财政ហិរញ្ញវត្ថុហើយពាក្យចុងក្រោយគឺ公共工程和运输部ក្រសួងសាធារណការនិងដឹកជញ្ជូនពូគឺក្រសួងជងជុយអគ្គនាយកដ្ឋានស៊ឺនាយកដ្ឋានហើយជុយការិយាល័យអង្គភាពជំនាញឬក៏អាជ្ញាធរ